និយាយដល់គ្រឿងក្លែមខ្ញុំគិតថាកិច្ចអត់ផុតពីមួយមុខនេះទេបងប្អូនទាំងរសជាតិទាំងពណ៌ទាំងក្លិនទាំងគ្រឿងផ្សំគឺថាក្លែមត្រូវពេញមួយតួតែម្ដងឈ្មោះគេហៅថាបក្សីចាំក្រុងក្តៅហិលគឺថាជាតិខ្លាំងហ្មងសម្រាប់បក្សីចាំក្រុងខ្ញុំថ្ងៃនេះបងប្អូនខ្ញុំប្រើគ្រឿងក្នុងហើយនឹងផ្នែកបន្លែវិញយើងប្រើតែពាំងព្រិចជ្រក់ហើយនឹងស្លឹកម្រះព្រៅហើយការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនខ្ញុំប្រើប្រាស់ជាមួយនឹងប្រេងអូលីវហើយប្រេងអូលីវនេះគឺផ្សំចេញពីផ្លែអូលីវសុទ្ធ 100% បងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានមិនប៉ះពាល់ដល់សុខភាពទេបងប្អូនអញ្ចឹងបងប្អូនកុំឲ្យចាំយូរយើងទៅចម្អិនជាមួយនឹងខ្ញុំទាំងអស់គ្នាហើយសម្រាប់គ្រឿងផ្សំទាំងអស់នេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarket យើងឆាគ្រឿងក្នុងមាន់ខ្ញុំលាយកសោមពងបន្តិចដែរស្រាប់ពងហើយនឹងកសោមហ្នឹងរាងអត់សូវល្អដែរមិនបានទេដោយសារអីខ្ញុំទិញទុកក្នុងទូមកប្រហែលថ្ងៃហើយអញ្ចឹងហើយមើលទៅអាចនឹងរាងអត់សូវស្រស់ប៉ុន្តែអត់ខូចទេបងប្អូនគ្រាន់តែថាយើងទុកក្នុងទូពោវាអត់ដូចយើងទិញមកថ្មីទេយើងហាន់រួចឲ្យបងប្អូនអញ្ចឹងហើយស្រោះបន្តិចមកដើម្បីពេលយើងឆាទៅអត់បែកពងអត់ខ្មៅទឹកបងប្អូនហើយឆាងាយស្រួលនៅក្នុងការឆាផងដែរអញ្ចឹងយើងស្រោះឲ្យឆ្អិនបន្តិចសិនមកឥឡូវគ្រឿងផ្សំយើងរៀបចំរួចរាល់ហើយបងប្អូនអញ្ចឹងយើងចាប់ផ្ដើមដាក់ឆាតែម្ដងដាក់ប្រេងអូលីវចូលមកប្រេងអូលីវជួយដល់ស្បែកសរសៃសក់ហើយមិនធ្វើឲ្យឡើងគីឡូទេណាបងប្អូនអញ្ចឹងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានហើយឥឡូវនេះប្រេងយើងក្តៅតិចសិនមកចាំយើងដាក់ម្ទេសនិងខ្ទឹមសដែលយើងបុកចូលគ្នាស្រាប់មុខម្ហូបមួយមុខនេះបងប្អូនអាចរៀងហឹលបន្តិចមកបានឆ្ងាញ់អញ្ចឹងហើយយើងកូរខ្ទឹមហើយនឹងម្ទេសនឹងឲ្យក្លិនឈ្ងុយតិចសិនមកបងប្អូនកូរបែបនេះមិនត្រូវមកឈ្ងុយបងប្អូនអាចឆ្លក់ទៀតម្ទេសខ្ទឹមយើងឡើងក្លិនឈ្ងុយហើយបងប្អូនអញ្ចឹងហើយយើងថែមជាមួយនឹងម្ទេសឆាបងប្អូនមានម្ទេសឆាក៏ដាក់មកប៉ុន្តែបើសិនជាអត់មានទេមិនបាច់ប្រើក៏បានដែរណាលីងម្ទេសនិងគ្រឿងផ្សេងហ្នឹងឲ្យចូលគ្នាតិចសិនមកបងប្អូនមួយម្ទេសឆាហ្នឹងឲ្យឡើងពណ៌ស្អាតតិចសិនមកចាំយើងដាក់គ្រឿងក្នុងយើងចូលឥឡូវពណ៌ស្អាតប៉ុណ្ណឹងហើយបងប្អូនខ្ញុំថែមជាមួយនឹងគ្រឿងក្នុងយើងឥឡូវនេះយើងលីងគ្រឿងហើយនឹងសាច់យើងបានល្អហើយអញ្ចឹងហើយយើងដាក់ស្ករបន្តិចមកបងប្អូនម្សៅស៊ុបបន្តិចមកប៊ីចេងយើងដាក់ទឹកត្រីបន្តិចមកទឹកស៊ីអ៊ីវប្រេងខ្យងកូរគ្រឿងទាំងអស់ឲ្យសព្វចូលគ្នាសិនឥឡូវយើងថែមជាមួយត្រពាំងចូលមកហើយបងប្អូនហើយយើងថែមទឹកបន្តិចទៅនងហ៎បងប្អូនហើយបើនិយាយពីក្លិនវិញឈ្ងុយឆ្លក់ផ្អើលផ្ទះហើយឥឡូវនេះយើងថែមទឹកបន្តិចមកបងប្អូនដោយសារយើងថែមទឹកបន្តិចឲ្យសាច់របស់យើងឆ្អិនបានល្អហើយត្រពាំងជ្រក់យើងចេញជាតិមកខាងក្រៅបានល្អដែរយើងទុកឲ្យរីងទឹកបន្តិចមកចាំយើងថែមម្រះព្រៅចុងក្រោយបងប្អូនឥឡូវឆ្អិនហើយបងប្អូនហើយរសជាតិក៏ល្មមដែរអញ្ចឹងហើយចុងក្រោយបងប្អូនម្រះព្រៅតិចមកឲ្យមានក្លិនកាន់តែឈ្ងុយរួចរាល់ហើយបងប្អូនបាក់សីចាំក្រុងខ្ញុំទំនងមែនទែនបើនិយាយពីរសជាតិវិញឆ្ងាញ់ណាបងប្អូនប្លែកមាត់មែនទែនដោយសារយើងប្រើគ្រឿងក្នុងមាន់យើងឆាមានលាយគ្រឿងផ្សំផ្សេងអញ្ចឹងចូលមកហើយមួយទៀតបងប្អូនយើងលាយត្រពាំងព្រិចបែបនេះគឺថាឆ្ងាញ់មែនទែននេះត្រពាំងព្រិចតូចអញ្ចឹងមកឈក់ត្រពាំងព្រិចហ្នឹងយើងដាក់អញ្ចឹងមកបងប្អូនក្លិនឈ្ងុយពីគ្រឿងផ្សំផ្សេងហើយនឹងម្រះព្រៅនេះគឺថាឆ្ងាញ់មែនទែនបងប្អូនអញ្ចឹងហើយបងប្អូនអត់ធ្លាប់សាកធ្វើញ៉ាំបែបហ្នឹងទេបងប្អូនសាកធ្វើញ៉ាំម្ដងមើលងាយស្រួលមែនទែននៅក្នុងការចម្អិនចំណាយលុយក៏មិនជាច្រើនបានដែរបងប្អូនហើយបងប្អូនអាចយកទៅញ៉ាំជាមួយបាយក៏បានយកទៅធ្វើជាគ្រឿងក្លែមក៏បានផងដែរអញ្ចឹងសម្រាប់មុខម្ហូបរបស់ខ្ញុំថ្ងៃនេះបក្សីចាំក្រុងគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ